ក៏ដូចជាសួរក៏ដូចជាសួស្ដីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីវីដេអូដើរលេងទៀតហើយវីដេអូនៅថៃហ្នឹងជពាក់គ្នាយើងសិនកាត់អត់តន់ហើយទេតែឥឡូវចង់ដើរលេងសិនឥឡូវនេះក៏ពងតែនៅក្នុងឡានរបស់ហៀខ្ញុំនេះលុកស្អីហើយតកែនឹងក្រោយខ្ញុំអង្គុយនៅមុខហើយជាមួយនៅសភ័រឡានរបស់គាត់ឥឡូវនេះកំពុងតែធ្វើដំណើរទៅហាងលេងខៀងសិនព្រោះខ្ញុំទៅតែខ្ចីលុយពូខ្ញុំបានទៅលេងខៀងទៅយកដ្រូនបើអ្នកទាំងអស់គ្នាអត់ដឹងទេកាលមុនខ្ញុំប្រើ DJI Neo ក៏ប៉ុន្តែដោយសារតែវាថតទៅវាអត់ស្អាតខ្ញុំថតទៅខ្ញុំវាអត់ពេញចិត្តអញ្ចឹងឥឡូវក៏ខ្ញុំលក់វាចេញហើយក៏ថែមលុយដើម្បីយក DJI Air 3S វិញអូខេសួស្ដីទាំងអស់គ្នាឥឡូវនេះគឺខ្ញុំបានមកដល់លេងខៀងហើយនៅក្នុងហាងនេះរបស់លេងថ្មីរបស់ខ្ញុំនេះឯងហើយអរគុណដល់លេងខៀងម្ដងទៀតដែលសម្រាប់តម្លៃពិសេសមកទៅហឹងហ្មងអរគុណអរគុណបងក្រុមការងារនៅលេងខៀងទាំងអស់គ្នាហើយបើសិនជាអ្នកទាំងអស់គ្នាត្រូវការ accessory គឺកាមេរ៉ា memory ថ្មtripod កាបូបអីជាពិសេស drone DJI ដែលមានធានាត្រឹមត្រូវពីក្រុមហ៊ុនផ្ទាល់អ្នកទាំងអស់គ្នាអាចមក check out នៅហាងគាត់បានឥឡូវខ្ញុំយកអានេះសិន pay លុយឲ្យគាត់ហើយចាំតែ unboxing នៅតាមផ្លូវនៅក្នុងឡានយើងធ្វើដំណើរទៅកំពង់សោមថ្ងៃមុខបើខ្ញុំមានលុយខ្ញុំនឹង upgrade យកនេះវិញ53ខូចវិលក្បាលតែឥឡូវហ្នឹងវិលក្បាលហ្នឹងវាថ្លៃពេកអត់ទាន់មានលុយយកទេវិលក្បាលហ្នឹងខ្ញុំមើលគេ review ស្អាតខ្លាំងfood take អីកប់ខ្លាំងខ្ញុំមើលអូខេ check ឲ្យគិតលុយប៉ុណ្ណឹងបានអីដោយសារតែខ្ញុំអត់បានយក memory មកពីផ្ទះអញ្ចឹងឥឡូវថែម memory មកគ្រាប់ទៀតហ្មងទៅទុកថតជាមួយនឹងវានេះទៅ memory ហ្នឹងគឺទុកសម្រាប់ទៅដាក់មួយអាហ្នឹងជាប់នៅកាមេរ៉ាជាប់នៅម៉ាស៊ីននឹងសម្រាប់ថតមកចាំជួបគ្នានៅតាមផ្លូវពេលដែលខ្ញុំ unboxing ទាំងអស់គ្នាដោយសារខ្ញុំមានបទពិសោធន៍ហោះទូចស្រាប់អញ្ចឹងខ្ញុំគិតថានេះវាមិនអីទេគ្រាន់តែនេះវាធំតែប៉ុណ្្នឹងឯងទាំងអស់គ្នាឥឡូវនេះចូលមកដល់ក្នុងឡានហើយតោះ unbox ទាំងអស់គ្នាខ្ញុំដាក់ពីប្លង់នេះមួយហើយនឹងប្លង់ GoPro នេះមួយដើម្បីឲ្យអ្នកទាំងអស់គ្នាមើលពី point of view ដែលខ្ញុំហែកនៅនេះវិញអូខ្ញុំនិយាយមែនណាអ្នកទាំងអស់គ្នាខ្ញុំគុំតាំងពីជំនាន់ Mavic Pro អីតាំងពីជំនាន់នោះមែនប៉ុន្តែខ្ញុំវាអត់មានលុយទិញហើយឥឡូវនេះក៏លុយហ្នឹងដូចខ្ញុំប្រាប់មុនហ្នឹងអញ្ចឹងថាលុយនេះគឺជាលុយរបស់អ្នកផ្ទះខ្ញុំគាត់ឲ្យខ្ញុំខ្ចីដែរហើយបានខ្ញុំរកលុយសងពីឲ្យគាត់វិញអញ្ចឹងណា Scan QR code before use ទៀតមាន DJI Fly app watch tutorial read the user manual ដើម្បី scan តែខ្ញុំអត់ត្រូវការក្តីមើលផ្លូវផងណាអូនសុំផ្ញើមួយសិនណែអូកប់ស្រីខ្សែដោះចេញមកវ៉ាវអានេះគេខ្សែតាមដោះចេញអូបាទអានេះស្លាបទុកមួយសិនចុះមកនេះគេអរេប្រហែលដុំសាកតែអូ ND filter ទៅអានេះ ND filter អូខេមាន3 ND filter ហើយនេះគឺនេះគឺជាតួឯករបស់យើងអូក្នុងនេះវាអត់តមានស្លាបទេអញ្ចឹងចាំខ្ញុំមួលស្លាបវាចូលហើយបង្ហាញគ្នាយើងមើលសិននេះតេលេមាន screen ស្រាប់អញ្ចឹងខ្ញុំឡើង connect វាជាមួយនឹងទូរស័ព្ទព្រោះការចាស់របស់ខ្ញុំ connect វាមួយទូរស័ព្ទកប់ស្រីអានេះគឺថ្មម៉ែថ្មធំមែនតើថ្ម3គ្រាប់អានេះ Fly More Combo នេះគឺយើងចំណេញផងថាយើងអត់ចាំបាច់ទិញថ្មបន្ថែមវាមកមួយសេតហ្នឹងវាមានថ្ម3គ្រាប់ឲ្យយើងស្រាប់ហ្មងយើងវាស្រួលជួយដកបាច់ហ្នឹងអូណាថ្មមាន2កម្មទាំងអស់ខ្ញុំដាក់សាកថែមសិនmemory នេះផងដែរគឺ256ហើយអរគុណគាត់មែនតើសម្រាប់តម្លៃពិសេសទាំងអស់តែម្ដងចាំពេលមកវិញចាំរក screen បិទអានេះមួយហើយជាមួយនឹងអាចនឹងរកកម្របវាតាមក្រោយទៀតសំខាន់ឥឡូវបានអានេះយកមកប្រើសិនវ៉ាស្អាត I love it
chẳng giờ mình tập nắng hai dòng dương từ chụp kia nơi footage xinh để nhom nâng hoa viên nơi lưới play là bươn lươn có đôi chia hoa viên nơi channel một ô tre nơi khai gặp phong sao nhiều khoảng đại đây thay chui này nuông phương nhóm click activate này đó cái nhóm đừng cặp tới này dương tinh mau dương thời activate xong là lợi gặp phong đặc biệt activate hơi cho mùi nó update firmware bảo vía cặp anh ấy dương p để dương tinh mau dương thời activate version nhóm đắng muốn nắng hồ tiên mau hồ vô hoa món activate hơi có bông tại update firmware chẳng hai chị ai nâng mà stop tiết ban hỏi chẳng ai sẵn khâm thay ai nâng họ lấy là vườn lươn ban choគ្នាបានមើលខ្ញុំ unboxing drone ក៏ដូចជាប្លង់ drone មួយចំនួនឥឡូវនេះគឺខ្ញុំបានមកដល់ពេញវិញហើយខ្ញុំក៏បានទៅយករបស់ថ្មីមួយទៀតគឺ monitor Asus ProArt Display PA 279 CV ខ្ញុំសម្រេចថាខ្ញុំដកលុយខ្ញុំមកចំណែកធំទៀតគឺដើម្បីយកមកទិញ monitor នេះដើម្បី upgrade គុណភាពក្នុងការកែ color ក៏ដូចជាខ្ញុំហ៊ានកែ color ដើម្បីឲ្យវីដេអូមើលទៅជាង professional ជាងមុនដែរអញ្ចឹងណាដោយសារតែ monitor ចាស់ខ្ញុំគឺ monitor BenQ ហ្នឹងគឺសម្រាប់ gaming មកដូចជា 144Hz ហើយ color វាដូចជា RGB អញ្ចឹងពេលដែលខ្ញុំកែហើយខ្ញុំត្រូវ export វីដេអូហ្នឹងដើម្បី send ចូល Telegram ដើម្បីខ្ញុំមើលក្នុងទូរស័ព្ទអញ្ចឹងខ្ញុំវាពីបៃតងឥឡូវក៏សម្រាប់ថាដកលុយមកទិញអានេះមួយទៀតហ្មងទៅនេះ spec វាអ្នកទាំងអស់គ្នាចាំខ្ញុំដាក់ video នៅលើនឹងឲ្យមើល 4K HDR IPS Ultra Wide View Angle 100% Rec 709 sRGB Color Accuracy ហើយ Count E តូចជាង2 ProArt Preset ProArt Palette 6 Axis Color Adjustment Frameless Design USB Type-C Monitor USB Hub 4-way Ergonomic 10អញ្ចឹងបានន័យថាហ្នឹងវាពវល់បានសងខាងហើយលើកឡើងលើចុះក្រោមទៀត Ultra Low Blue Light flicker free wall mountable mount មួយជញ្ជាំងបានទៀតទំហំវាគឺ27 inch professional display 68.47 cm wide screen វីដេអូនេះអត់មានបាន sponsor ពីខាង Asus ទេគឺដកលុយទិញខ្លួនឯងសុទ្ធគ្រាន់តែចង់ឲ្យអ្នកទាំងអស់គ្នាបានដឹងហើយក៏ខ្ញុំទុកជាអនុស្សាវរីយ៍មើលសម្រាប់ខ្លួនឯងថាអរគុណខ្លួនឯងដែលខំប្រឹងប្រែងធ្វើការច្រើនម៉ោងទាំងពេលខ្លះឈឺពេលខ្លះអត់ស្រួលខ្លួនក៏ទៅធ្វើការ
ដើម្បីរលុយដើម្បីទិញរបស់ទាំងអស់ហ្នឹងដែលវាគ្រប់យ៉ាងទាំងអស់ហ្នឹងគឺវាជាក្តីសម័យរបស់ខ្ញុំពេលដែលខ្ញុំធ្វើការនៅភ័ក្រខេត្តតិចខ្ញុំសម័យខ្ញុំចង់បានរបស់ទាំងអស់ហ្នឹងដូចជា drone ដូចជាកាមេរ៉ាអីហ្នឹងខ្ញុំមើលបងភ័ក្រមើលបង CK មើលបងផ្សេងទៀតប៉ុន្តែអ្នកដែលខ្ញុំមើលច្រើនជាងគេគឺបងភ័ក្រហើយបង CK វាធ្វើឲ្យខ្ញុំ inspire ចង់បានរបស់ទាំងអស់ហ្នឹងចង់បានទី1ទី2គឺយើងស្រឡាញ់ដែរបើសិនជាយើងស្រឡាញ់ហើយយើងចង់បានវាយើងនឹងខំប្រឹងពុះវាដើម្បីវាសម្រាប់ខ្ញុំស្រឡាញ់ល្មមទោះមានលុយក៏អត់សូវទិញដែរប៉ុន្តែតើរបស់ស្រឡាញ់ខ្លាំងចូលចិត្តខ្លាំងចង់ធ្វើវាខ្លាំងគឺខ្ញុំនឹងទិញដូចអញ្ចឹងដូចកាមេរ៉ាដូច lens ដូច drone អីដូចអ្នកនរគ្នាឃើញអញ្ចឹងគឺខ្ញុំចំណាយច្រើនមែនទែនក៏ប៉ុន្តែគ្រប់យ៉ាងទាំងអស់គឺវាជាក្តីស្រឡាញ់ក៏សូមអរគុណទៅដល់អ្នកផ្ទះដែរពូខ្ញុំម៉ាក់ខ្ញុំបងប្អូនគ្រួសារខ្ញុំទាំងអស់ដែលពេលដែលខ្ញុំត្រូវការលុយតិចតួចខ្វះខាតដើម្បីទិញរបស់ទាំងអស់ហ្នឹងគឺគាត់អនុញ្ញាតឲ្យខ្ញុំខ្ចីដោយមិនសួរនាំអីច្រើនអរគុណដែលគាត់ទុកចិត្តមកលើខ្ញុំក្នុងការដែលខ្ញុំបកមកដើរផ្លូវនេះវិញម្ដងទៀតបើសិនជាអ្នកទាំងអស់គ្នាបានដឹងពីដំបូងឡើយគឺខ្ញុំបានផ្អាកគឺខ្ញុំឈប់យកដាច់ផឹងយកហ្មងក៏ប៉ុន្តែវានៅតែមាន passion មួយនៅក្នុងខ្លួនវាមានតែនៅតែមានចំណង់មួយនៅក្នុងខ្លួនហ្នឹងគឺថាថ្ងៃណាមួយគឺត្រូវតែ back yes finally គឺខ្ញុំ back ហើយ accessory ទាំងអស់គឺខ្ញុំបានមកអញ្ចឹងតើកុំឲ្យខាត់ពេលយូរខ្ញុំទៅ unboxing អានេះទាំងអស់គ្នាហើយនឹងខ្ញុំ set up ដាក់នៅលើតុខ្ញុំហើយខ្ញុំថតឲ្យអ្នកទាំងអស់គ្នាមើលដោយសារតែបន្ទប់ខ្ញុំរៀងតូចអញ្ចឹងខ្ញុំវារៀងប្រហែល unboxing ដែរអញ្ចឹងខ្ញុំមានតែមួយប្លង់ដដែលទេដើម្បីឲ្យអ្នកទាំងអស់គ្នាបានមើលហើយអូនេះជើងនេះខ្សែ power ខ្សែ display port អានេះគឺ type C ប្រហែលជា type C power ហ្នឹងឯងសភៅ Pro Art មាន sticker មានអីឲ្យអត់ដែរទេ Welcome to ASUS family លោអានេះបានសភៅ manual instruction គេនេះហើយចូលមកដល់តួឯករបស់យើងសុំផ្ដេកវាសិនយើងការពារថ្លៃដែរអត់ Manchester នេះទេយើងប្រយ័ត្នទៅអូខេ Pro Art color calibration test គេមានដាក់กระดาษ test គេឲ្យយើងទៀតស្ដើងអញ្ចឹងអានេះគឺក្រាស់តែស្នោទេព្រោះដោយសារគេធ្វើការពារវាទូចដល់ពេលអញ្ចឹងគេធ្វើវាដើម្បីការពារអានេះមកឲ្យខូចអញ្ចឹងណាអានេះដកមិនដក monitor អញ្ចឹងសិនវ៉ាវនេះហើយជា monitor ធ្ងន់គួរសមដែរទំហំ27អ៊ីងអូអានេះគេដាក់មកពីខាងក្រោយចេះនេះអាហ្នឹងគេដាក់ភ្ជាប់នៅខាងក្រោយនេះតែពេល monitor គឺនៅខាងមុខនេះក្នុងប្រអប់វាប៉ុណ្្នឹងឯង monitor វាមានតែ monitor ហ្នឹងឯងតែគ្រាន់ខ្ញុំចង់បើកឲ្យអ្នកទាំងអស់គ្នាបានមើលតោះឥឡូវយើងទៅជួបគ្នានៅសកម្មភាពខ្ញុំ set up រៀបចំអានេះ monitor នេះចូលក៏ដូចជាខ្ញុំលើកវាយកទៅដាក់លើតុរបស់ខ្ញុំផងដែរខ្សែដែលខ្ញុំត្រូវការនោះគឺនេះ display port ព្រោះខ្ញុំចង់បាន display ឲ្យវាខ្លាំងអញ្ចឹងខ្សែដែលត្រូវការប្រើតិចទៀតនេះគឺមាន2 display port ហើយនិងខ្សែ power ឥឡូវតម្លើងជើងវាសិនអូខេអញ្ចឹងនៅខាងក្រោមនេះគឺវាមានខ្ចៅវានេះគឺមានសម្រាប់មូលនៅហ្នឹងហ្មងអញ្ចឹងយើងមិនបាច់ត្រូវការទល់ល្វីហ៎អូខេរួចរាល់ចេញសិនខ្ញុំអាចនឹងឆ្នៃវាអញ្ចេះទៅហើយដាក់ BenQ ខ្ញុំមកប្រឡោះមកអញ្ចឹងខ្ញុំអាចប្រើ monitor ទាំង3នឹងបាននៅលើតុតែមួយគេមានកុងតាក់សម្រាប់បិទបើកភ្លើងគេខាងក្រោយនេះមួយទៀតចេះឆ្ងល់មិនចុចបើកអត់ចេញមិញខ្ញុំដោតជាមួយនឹង display port គេ select យក display port អូ
អូខេទាំងអស់គ្នាបន្ទាប់ពីខ្ញុំបានអង្គុយ testing វាមកប្រើក៏ដូចជាមើល color មើលអីហ្នឹងគឺឥឡូវនេះខ្ញុំអត់ទាន់យល់ច្បាស់ពី setting វាទាំងស្រុងទេអញ្ចឹងខ្ញុំសុំពេលរៀនចាំប្រាប់អ្នកទាំងអស់គ្នាតាមក្រោយទៀតព្រោះអានេះគឺជា learning process របស់ខ្ញុំទេដោយសារតែខ្ញុំអត់ដែលបានរៀនអត់ដែលបានស្វែងយល់ពីវាពីមុនមកទេឥឡូវនេះអាចមានសមត្ថភាពទិញបានក៏ទិញមកហើយនឹងរៀនធ្វើវារៀនប្រើប្រាស់វាស្របពេលជាមួយនឹងគ្នានឹងដែរអ្នកទាំងអស់គ្នាអាច comment នៅខាងក្រោមនេះបានថាតើ color ក៏ដូចជាគុណភាពអីហ្នឹងវាមិនដែរទទួលយកបានឬក៏អត់ទេស្ទើរត្រង់ណាលើសលួសត្រង់ណាអីអាច comment ឲ្យខ្ញុំដឹងបានខ្ញុំនឹងទទួលរាល់ពាក្យរិះគន់អ្នកទាំងអស់គ្នាដើម្បីយកមកអភិវឌ្ឍខ្លួនខ្ញុំអូខេអញ្ចឹងសម្រាប់វីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេហើយខ្ញុំអរគុណអ្នកទាំងអស់គ្នាខ្លាំងមែនទែនដែលបានតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតមកដល់ចប់ខ្ញុំក៏សូមអរគុណអ្នកទាំងអស់គ្នាខ្លាំងមួយទៀតនោះគឺអ្នកទាំងអស់គ្នាចំណាយពេលមើលវីដេអូនេះហើយអ្នកទាំងអស់គ្នា appreciate នៅអីដែលខ្ញុំបានខំប្រឹងតាំងពី0រហូតមកដល់ដោយខ្លួនឯងហ្នឹងហើយមួយវិញទៀតក៏អរគុណទៅដល់បងម្ចាស់ក្រុមហ៊ុនម្ចាស់អាជីវកម្មម្ចាស់ sponsor ទាំងអស់ដែលធ្លាប់ sponsor ខ្ញុំពីដើមមកវាផ្ដល់ជាកម្លាំងចិត្តមួយដែលជំរុញឲ្យខ្ញុំអាចធ្វើមកដល់ថ្ងៃនេះបានទោះបីជាខ្ញុំឈប់ម្ដងហើយក៏ខ្ញុំអត់បោះបង់ចោលខ្ញុំនៅតែត្រឡប់មកធ្វើវាវិញទៀតនេះគឺខ្ញុំសូមអរគុណដល់ពួកគាត់ខ្លាំងមែនតើមានតែប៉ុណ្្នឹងទេជំរាបលាយើងនឹងជួបគ្នានៅវីដេអូខ្ញុំដើរលេងផ្សេងទៀតហើយខ្ញុំនឹងព្យាយាមពំនាំនៅទេសភាពគុណភាពក៏ដូចជាចំណីចក្ខុថ្មីឲ្យអ្នកទាំងអស់គ្នាបានទស្សនាផងដែរបាយបាយ